ខ្លះវាត្រូវការអ្នកជំនាញធ្វើរឿងខ្លះមិនត្រូវការទេ ចា៎ ប៉ុន្តែក្នុងនាមយើងជាយុវជនជំនាញមិនជំនាញមិនសំខាន់ស្រឡាញ់ជាតិចង់ឲ្យជាតិបានផលចំណេញមកវិញអញ្ចឹងទៅប៉ុន្តែក៏យើងត្រូវគិតថាព័ត៌មានណាដែលយើងអាចនិយាយបានព្រោះអ្នកណាដែលយើងមិនអាចនិយាយបានដូច្នេះពេលខ្លះយើងរកផុសតាងអត់បានទេឥឡូវដូចឧទាហរណ៍ងាយៗដូចរឿងមួយអញ្ចឹងព័ត៌មានបណ្ណន័យធំមកដូចធំបាងកកផយផ្សេងៗផុសអំពីការស្លាប់មេតបរបស់ខ្មែរយើងមួយរូបមេតបបាទស្រីដឹកហ្នឹងមិនជារឿងធម្មតានេះគឺយើងគឺវាពងសង្គ្រាមស្លាប់មេតបមួយវាមិនផ្អើលដល់ពេលមកចុងក្រោយនេះមកលោកមេតបទៅចែកអំណោយធំដឹងចេញផ្ងាត់មកឥឡូវថៃក៏បាត់យើងហើយយើងអ្នកដែលយកព័ត៌មានទៅបំផោនោះក៏មិនឃើញមុខចេញមកហើយអ្នកដែលខាតឥឡូវមានណាគេស្មារតីហ្នឹងខាតស្មារតីខ្មែរខាតស្មារតីហ្នឹងព្រួយអារម្មណ៍យើងទៅដេកភ័យបើម៉ែខ្ញុំវិញដេកអត់លក់ក៏បារម្ភបាទបារម្ភព្រួយដូចបងមានប្រសាសន៍មិញមនុស្សចាស់ឬសង្គ្រាមឬភ្នោសង្គ្រាមគាត់ឆ្អន់ហើយចារឿងដើមនោះដូចដេចាវូចាទាញគាត់ទៅរបបដែលបន្លាយពូជសាសន៍ជាអីដែលគាត់មិនចង់នឹកឃើញចាដូច្នេះកន្លែងនេះខ្ញុំមានតែប្រហែលចំណុចនេះទេហើយទប់ខ្លួនបែបណាក៏បានដែរខ្ញុំនិយាយឲ្យអស់ចុងក្រោយទៅគឺអស់តែទប់នឹងអត់តែទប់នឹងកុំតែដើរដួលប៉ុន្តែមិនទប់ទៅមែនតែនទៅវាមានសាច់រឿងច្រើនយើងនិយាយគ្នាបច្ចុប្បន្ននេះក៏វាមិនទាន់អាចល្អិតល្អន់គ្រប់ជ្រុងជ្រោយទេប៉ុន្តែខ្ញុំហ៊ានជឿជាក់ថាហ៊ាននិយាយថាវាអាចជាប្រភពនៅក្នុងការយកទៅគិតបន្ថែមទៀតជាមូលដ្ឋានគ្រឹះមួយដែលបងប្អូនអាចយកទៅគិតពិចារណាថាឡាំឡាយហើយនឹងបូសុគន្ធាគាត់លើកឡើងនេះវាសាមល្មមក្នុងការគិតដែរហើយក្នុងការគិតដែរយ៉ាងហោចណាស់ក៏យើងមានភាពឆ្លាតវៃបន្តិចទៅលើរឿងទាំងអស់ហ្នឹងទោះបីជានៅក្នុងរូបភាពណាមួយក៏ដោយសាមគ្គីតែជាកម្លាំងមួយហើយណាវាមិនខុសគ្នាអំពីពាក្យថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ទេហ្នឹងបងអរគុណអញ្ចឹងឥឡូវដល់សំណួរចុងក្រោយបងប្អូនទាំងអស់គ្នាមករយៈនៅបើរាប់ការងាររបស់ Live វិញគឺគាត់ជាអ្នកចែករំលែកតាំងពីដើមហើយតាំងពីអំណាចយុវជនតាំងពីសេសភៅតាំងពីអីសភៅបានប៉ុន្មានចំណងជើងដល់រងហ្នឹងខ្ញុំខ្លួនឯងបាន8ចំណងជើងប៉ុន្តែបូកជាមួយនឹងស្នាដៃដែលធ្លាប់ទៅសេឲ្យស្ថាប័នធ្លាប់ទៅសេឲ្យបុគ្គលល្បីៗមួយចំនួនហ្នឹងវាសរុបទៅ15ចំណងជើងហើយ15ចំណងជើងអញ្ចឹងអាចនិយាយបានថាក្នុងមួយជីវិតនៃការចែករំលែកនេះគឺចែករឿងច្រើនតែរឿងដែលចែកហើយគេនាំគ្នាឆ្ងល់ចុងក្រោយគេបំផុតហ្នឹងគឺលូកដៃលូកជើងចូលក្នុងរឿងសារព័ត៌មានជារឿងដែលគេឆ្ងល់បងប្អូនទាំងអស់គ្នាមួយរយៈចុងក្រោយនេះខ្ញុំបានចូលបម្រើការងារនៅក្នុងស្ថាប័នមួយដែលមានឈ្មោះថា The Khmer Today ចាហើយស្ថាប័ន The Khmer Today ហ្នឹងមានអក្សរកាត់ថា KTN ហើយបងប្អូនដែលធ្លាប់រួមការងារជាមួយខ្ញុំពីដើមនាំគ្នាផ្អើលសួរអូគុណធាបោះវត្តទៅបើកអង្គភាពសារព័ត៌មានខ្ញុំឆ្លក់បាយ3ថ្ងៃខ្ញុំថាបងហើយឈ្មោះស្ថាប័នស្តៀងឈ្មោះខ្ញុំតែខ្ញុំគ្មានលទ្ធភាពទៅរកស៊ីអីទេហើយខ្ញុំសួរគាត់វិញអញ្ចឹងអញ្ចឹង KTI ពលានចន្ទោះយើងហ្នឹងមិនផងគុណធា Airport ដែរមែនបាទគាត់នាំគ្នាសើចចាំបងប្អូនអ្នកនេះនៅក្នុងស្ថាប័ន The Khmer Today មានផ្សាយជាពីរភាសាមានជាភាសាខ្មែរផងមានជាភាសាអង់គ្លេសផងហើយថ្មីនេះនាងខ្ញុំនៅក្នុង program មួយរបស់ស្ថាប័នគឺកម្មវិធី KTN Insight ចាហើយ KTN Insight ហ្នឹងបងប្អូនខ្លះគាត់ច្រឡំទៀតថ្ងៃនេះមកស្រ័យអស់មុនដំបូងគាត់ច្រឡំថាឈ្មោះស្ថាប័នហ្នឹងដូចឈ្មោះខ្ញុំចឹងគាត់ច្រឡំថាខ្ញុំហ្នឹងគឺជាអ្នកនៅពីក្រោយស្ថាប័ននេះចេះចុះចឹងទៅណាអត់មាននៅពីក្រោយពីមុខអីទេខ្ញុំនៅតែវត្តទេអញ្ចឹងរឿងទី1គេច្រឡំតែឈ្មោះដូចហើយរឿងទី2គេថាខ្ញុំហ្នឹងចេះដឹងណាស់ចេញវិចារណកថាបងប្អូនទាំងអស់គ្នាខ្ញុំគ្រាន់តែអានទេម្ចាស់ណែសេនៅខាងនេះហើយមានបងប្អូនគាត់ថាចេះបងអូនស្រីមានប្រសាសន៍ត្រឹមត្រូវអូខ្ញុំអៀនណាខ្ញុំអត់បានមានអីនិយាយទេខ្ញុំគ្រាន់តែយកអត្ថបទពីខាងបងអូនដើម្បីអានជូនបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលតាក់ទងនឹងបដាល់រឿងបទវិចារណកថាងាកទៅខាងអូនវិញសំណួរពីក្រោយហេតុអីបានទៅសេវិចារណកថាអរគុណបងច្រើនបើសំណួរនេះជាសំណួរល្អការសេបទវិចារណកថានេះតាមពិតទៅកន្លងទៅក៏មានដែរសារព័ត៌មានផ្សេងជាច្រើនធ្វើប៉ុន្តែក៏មិនសូវរៀងញឹកញយដូចពួកយើងដែរជួនកាលមួយខែទៅមួយតែនេះបទចនកថា KTN ដែលខ្ញុំទទួលបានការអញ្ជើញឲ្យធ្វើសរសេរឲ្យចូលរួមសរសេរហ្នឹងគឺដោយសារតែខ្ញុំមើលឃើញថាបច្ចុប្បន្នសារព័ត៌មានរបស់យើងមានអាចจะច្រើនដែរអញ្ចឹងណាប៉ុន្តែសារព័ត៌មានដែលសរសេរឲ្យគិតដូចមិនសូវជា
ទលំទលេងមកនេះ យើងសម្បូរអ្នកផ្សាយព្រឹត្តិការណ៍ បាទសម្បូរអ្នកផ្សាយព្រឹត្តិការណ៍តែការសរសេរឲ្យគិតបាទសរសេរគិតសរសេរឲ្យមនុស្សពិចារណាវិចារណកថាហ្នឹងគឺមិនសូវជាមានអញ្ចឹងមិនសូវជាមានមិនមែនថាមិនមានមានប៉ុន្តែគាត់ថាហើយមានក៏មិនជាប្រចាំទេចាអញ្ចឹងមិនខ្ញុំគិតថាជាចំណែកមួយនៅក្នុងការចូលរួមមួយ KTN ទៅខ្មែរ Today ទៅក៏ចូលរួមទៅសេបទវិចារណកថាជូនទៅហើយឲ្យបងជួយអានមែនទេមែនទេក៏ឲ្យបងជួយអានអញ្ចឹងបងប្អូនបើចង់ទៅសារគាត់ណាបាទហើយបើទោះបីបងប្អូនទៅសារខុសក៏ខ្ញុំលួចអដែរបាទហើយជាក់ស្ដែងទៅទៀតសោតបទវិចារណកថានោះគឺយើងនិយាយអំពីការបញ្យលចាបញ្យលហើយរឿងនោះមានន័យយ៉ាងដូចម្ដេចហើយត្រូវធ្វើមិនបន្តទៀតអានឹងគឺជាជំហានមួយដែលថាការទៅសេឲ្យមនុស្សមានការឆ្វេងយល់មនុស្សមានការគិតហើយទៅធ្វើអីទៀតចូលរួមគិតដូច្នេះនៅក្នុងប្រទេសមួយនៅក្នុងសង្គមមួយដូចខ្ញុំភាសាអានបទវិភាគឬក៏ជាភាសាអង់គ្លេសគេហៅ opinion ហ្នឹងគឺបែបផ្នែកគំនិតបែបការយល់ឃើញផ្សេងពីអ្នកទៅសេឬក៏ editor អីផ្សេងៗដែលគាត់ជំនាញទៅសេមកវាមានប្រភពច្រើនចាហើយរបៀបខ្ញុំទៅសេក៏វាមានប្រភពច្រើនដែរប្រភពជាច្រើនមកយើងអង្គន់មកយើងប្រើប្រាស់នៅក្នុងរូបភាពមួយមិនតូទុនទៅខាងណាចាដូចបងប្អូនខ្លះពេលដែលខ្ញុំទៅសេហ្នឹងទៅសេទៅដូចរឿងផ្អៀងសេថាបងប្អូនមិនចម្លែកទេយើងដើររងថ្ងៃក៏យើងដើរផ្អៀងដែរដើរក៏ដើររងថ្ងៃហូបបាយរងថ្ងៃអង្គុយមិនត្រង់ខ្លួនផងសម្រាប់ទៅសេតែតែមានផ្អៀងព្រះអង្គមកតិចតួចហ្នឹងហើយប៉ុន្តែសំខាន់ជាងគេទិសដៅដែលយើងដើរហ្នឹងគឺយើងដើរទៅណាចាតែប៉ុណ្ណឹងដូចពួកខ្ញុំទៅសេគឺដើរមិនដើរទៅសាមគ្គីអត់មានតវ័យប្រហារនេះសម្លាប់យកឈ្នះយកចាញ់ទេដើររងថ្ងៃគឺយើងដើរផ្អៀងដែរហើយចរិតរបស់អ្នកតាសេចរិតរបស់ធម្មជាតិគឺมันវាមិនផលិតអីមួយមកត្រង់ស្លូទេអញ្ចឹងណាដូច្នេះវាមានកៅមានឥឡូវមើលសច្ចភាពយើងរៀនទស្សនៈជាមើលសច្ចភាពចារបស់ខ្លះវាមិនអញ្ចឹងពេកទេចាអញ្ចឹងត្រឡប់មកវិញថាការទៅសេកាយរបស់ខ្ញុំនោះជាមួយនឹង KTN បងប្អូនបើមិនជឿថាវាផ្អៀងវាផ្អងវាត្រង់វាវាចមិនបងប្អូនទៅស្ដាប់ចុះចូលទៅស្ដាប់ដូច្នេះអាហ្នឹងបើជាអីដែលខ្ញុំអាចផ្ដល់ជូនបានសម្រាប់យើងជាអ្នកកាន់ប៊ិចមានអីមានតែប៊ិចហ្នឹងឯងចាដែលអាចជួយជាចំណែកមួយចាអញ្ចឹងជាអីខ្ញុំទៅវិញសួរអូនត្រឡប់ទៅវិញស្រុកខ្មែរមានស្ថាប័នច្រើនណាស្ថាប័នព័ត៌មានស្ថាប័នខ្លះក៏មិនមែនបើកថ្មីដែរ20 30ឆ្នាំ50ឆ្នាំអីហូរហែមកចាស្ថាប័នខ្លះហ្នឹងបើកតាំងពីយើងគេថាកវេកឆ្នាំក្រោយសម័យប៉ុលពតមករំដោះភ្លាមបើកស្ថាប័នភ្លាមក៏មានហេតុអីបានជ្រើសរើសផ្ដល់សិទ្ធឲ្យស្ថាប័នថ្មីជ្រើសថ្មីស្រឡាងបែបនេះខ្ញុំមើលឃើញអំពីគុណតម្លៃនិងទស្សនវិស័យដោយសារតែតាមខ្ញុំដឹងមកពីខាង KTN មានអ្នកដឹកនាំក្មេងៗធ្វើការអូនចូលចិត្តក្មេងមិនហ្មងទេឲ្យតែទី1តាំងចាស់តាំងក្មេងយ៉ាងណាក៏ដោយតែមានបេះដូងរួមប៉ុន្តែខ្ញុំឃើញអំពីការលះបង់និងការចូលរួមចំណែករបស់គាត់ចាដោយសារតែទី1ព័ត៌មានហ្នឹងគឺឯករាជ្យចាឯករាជ្យហ្នឹងស្មើនិយាយថាឯករាជ្យក៏បានប៉ុន្តែយើងមិនដឹងថាបងប្អូនគិតមិនទេប៉ុន្តែគាត់ថាទី1ពួកគាត់ជាក្រុមយុវជនមួយក្រុមចាចាប់ដៃគ្នាធ្វើការទៅហើយគាត់មកគាត់ធ្វើការមួយគ្នាហើយគាត់រកចំណូលដែរចាដើម្បីផ្គត់ផ្គង់ស្ថាប័នហ្នឹងវានិយាយមួយម៉ាត់ទៅគឺស្ថាប័នមួយដែលរកប្រាក់ចំណេញនៅក្នុងវិស័យសារព័ត៌មានប៉ុន្តែគេមានវិជ្ជាជីវៈរបស់គេចាអញ្ចឹងអាភាពថ្មីថ្មងរបស់គាត់ហ្នឹងវាអត់បង្ហាញថាគាត់ស្ទើរឬមិនស្ទើរទេតែបង្ហាញថាអ្នកហ្នឹងគឺអាចរៀនសូត្របានហើយដើរទៅមុខទៀតចាអញ្ចឹងការចូលរួមចំណែករបស់ខ្ញុំគិតថាឥឡូវនេះមិនទាន់មានណាគេធ្វើបទចារណកថាឲ្យល្អិតល្អយឬក៏ឲ្យយូរអង្វែងព្រោះបទចារណកថាបើពួកខ្ញុំអ្នកតាសេទៅការពេលច្រើនណាចាគិតមួយសរសេរមួយមកសរសេរមិនស្រួលវាអាចមានបញ្ហាអញ្ចឹងយើងទៅសេគិតច្រើនប្រភពច្រើនហ្នឹងទៅក៏ចូលរួមមួយពួកគាត់ហើយពួកគាត់ផលិតទោះបីជាឥឡូវនេះមិនទាន់មានការចាប់អារម្មណ៍ច្រើនអីក៏ដោយប៉ុន្តែថ្ងៃណាមួយទោះបីជាអត់ពីខ្ញុំទៅអត់ពីបងស្រីទៅទាំងអានមានអ្នកអានផ្សេងទៀតមានអ្នកសរសេរផ្សេងទៀតវាគឺជាគ្រឹះវាគឺជាមូលដ្ឋានស្នូលនៃចំណេះដឹងអញ្ចឹងហើយបានខ្ញុំថាដាក់សិនទៅធ្វើឲ្យតែត្រូវផ្លូវទៅរឿងស្គាល់គេមិនស្គាល់ស្ថាប័នថ្មីថ្មងមិនសំខាន់ទេសំខាន់ you small but you lead the way អូខេចាចឹងបងប្អូនទាំងអស់គ្នាជំរះមន្ទិលហើយជៀសវាងកុំឲ្យបងប្អូនយើងនៅតែសង្ស័យរឿងស្ថាប័នឈ្មោះដូចរឿងកម្មវិធីវិចារណកថាតែបងប្អូនតែងតែឆ្ងល់ថាអូមិនក៏ទៅវិភាគអីបានវែងឆ្ងាយ
អត់ទេបងប្អូនអ្នកខ្ញុំគ្រាន់តែជាអ្នកអានទេហើយខ្លឹមសារសាច់អីទាំងអស់គឺខាងបងអូនគាត់ជាអ្នកផ្ដល់សិទ្ធិឲ្យខាងមានន័យថាយើងមានស្ថាប័នមួយដែលស្ថាប័នគឺស្ថាប័នផ្ដល់ប្រាក់កម្រៃឲ្យខ្ញុំជាអ្នកធ្វើការក្នុងស្ថាប័នហើយស្ថាប័នបានជជែកជាមួយបងអូនរឿងឲ្យបងអូនផ្ដល់សិទ្ធិនៅក្នុងការផ្ដល់ជាអត្ថបទវិចារណកថាអញ្ចឹងបន្ទាប់ពីអត្ថបទរបស់បងអូនមកយើងក៏ប្រែសម្រួលឲ្យទៅជាវិចារណកថាដែលអាចផ្សព្វផ្សាយជូនបងប្អូនគ្នាចា៎អញ្ចឹងសង្ឃឹមថាកម្មវិធីវិចារណកថារបស់ស្ថាប័ន The Khmer Today KTN Insight នេះคล้ายទៅជាកម្មវិធីមួយដែលបងប្អូនទាំងអស់គ្នាផ្ទៀងស្ដាប់រាល់យប់បាទរឿងខ្លះបងប្អូនគាត់ថាដូចជារឿងហួសគេហៅហួសបច្ចុប្បន្នភាពបាទអត់អីទេបងប្អូនទាំងអស់គ្នារឿងខ្លះវាហួសបច្ចុប្បន្នភាពប៉ុន្តែវាคล้ายទៅជាបទពិសោធន៍ល្អដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមើលឃើញថាអាយ៉ារឿងនេះកើតពីមុនឥឡូវគេលេល្បិចនឹងទៀតហើយបាទចឹងអាចចូលទៅស្ដាប់ហើយឥឡូវនេះក្រុមការងារគាត់កំពុងតែយកវិចារណកថាទាំងអស់ហ្នឹងបង្រួមចូលគ្នាឲ្យคล้ายទៅជាវីដេអូតែមួយពួកបងប្អូនខ្លះគាត់ថាចេះព្រោះស្ដាប់រាល់យប់ប៉ុន្តែវាខ្លីពេកដេកតែលក់មកគាត់ថាលីវបាត់អស់បាត់ណាគាត់ថាតំ5នាទីតំលីវមិនតាន់លក់ផងអស់វីដេអូបាត់ត្រូវងើបទៅចុចសារថ្មីម្ដងទៀតអញ្ចឹងឥឡូវក្រុមការងារយើងកំពុងកែសម្រួលហើយគាត់នឹងបញ្ចូលគ្រប់វិចារណកថាទាំងអស់ចូលទៅជាខ្សែវីដេអូតែមួយហើយបងប្អូនទាំងគ្នាអាចតាមដានស្ដាប់បានយើងមានអត្ថបទជូនបងប្អូនទាំងគ្នាយើងមានវីដេអូបងជូនបងប្អូនទាំងគ្នារៀងរាល់ថ្ងៃហើយយើងក៏មានជាប្រចាំសប្តាហ៍ចាផុតពីប្រចាំសប្តាហ៍ទៅយើងនឹងមានជាប្រចាំខែអញ្ចឹងបងប្អូនទាំងគ្នាអាចចូលស្ដាប់អញ្ចឹងទៅ10នាទី15នាទីសម្រាប់លក់បាត់ចាឲ្យខ្ញុំនិយាយម្នាក់ឯងចាអញ្ចឹងអរគុណដល់បងប្អូនទាំងគ្នាចំពោះការតាមដានទស្សនាហើយអរគុណអូនផងដែរដែលបានចំណាយពេលវេលាចូលរួមនឹងមានកម្មវិធីបែបនេះទៀតដែរទេជិះគ្នានឹងបែបអញ្ចឹងបើបងប្អូនចាប់អារម្មណ៍បងប្អូនខមមិននៅខាងក្រោមទៅមានទៀតមានហោហែទៀតបាទមានហោហែទៀតបងប្អូនគ្រប់ត្រូលឲ្យមានចាលោកឡាំឡាយអីចង់បិញអង្គចែកម្លែកអីចែកគ្នាឲ្យបងទៀតដាក់ទៀតមកយើងទៅទៀតជួយខមមិនផងយើងរកវិធីទៅមុខទៀតប៉ុន្តែបើសិនជាយ៉ាងណាក៏ដោយទោះបីជាបងប្អូនមិនគ្រប់ត្រូលឬអីឬក៏គ្រប់ត្រូលក៏ដោយក៏យើងនៅតែបន្តបេសកកម្មរបស់យើងនៅក្នុងការចែកម្លែកចំណេះដឹងដែរព្រោះយើងធ្វើការនៅក្នុងកិច្ចការងារទាំងអស់នេះសិតតែមានបេះដូងកាលណាតែយើងមានបេះដូងជាអ្នកស្រឡាញ់ចង់ជួយការផ្ដល់ឲ្យទោះជាបងប្អូនមិនអរគុណឬក៏អរគុណយ៉ាងណាក៏ដោយយើងនៅតែបន្តធ្វើក្នុងរូបភាពមួយដែលយើងអាចធ្វើទៅបានចាអញ្ចឹងបងប្អូនទាំងគ្នាកម្មវិធីនេះនឹងមានជួបបងប្អូនទាំងអស់គ្នាជាបន្តទៀតហើយបើសិនជាលោកពុកអ្នកម្ដាយបងប្អូនអំពូមីមីងទាំងអស់កំពុងស្រឡាញ់គុណធាចូលចិត្តប្អូនឡាំឡាយត្រូវស្នេហ៍អីហើយចង់ឧបត្ថម្ភខ្ញុំអត់ប្រកាន់ទេបាទឧបត្ថម្ភដូចជាចូលរួមនៅក្នុងការផ្សព្វផ្សាយអូនឯងយក sponsor ពីបងទៅមួយបាទអាចទៅតំណងនៅតែបងណាផលិតផលខ្មែរអូនឯងជួយផ្សាយអញ្ចឹងណាអូខ្ញុំអត់ប្រកាន់ទេបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាថាមិនចង់ឲ្យគុណធាហត់ទេព្រោះគុណធាបោះវត្តរាល់ថ្ងៃហើយចង់ឧបត្ថម្ភជាលុយសុទ្ធក៏បានអត់និយាយលេងទេបងប្អូនទាំងអស់គ្នាប៉ុន្តែពួកយើងនៅតែរីករាយនៅក្នុងការផ្សព្វផ្សាយផលិតផលខ្មែរបាទនឹងមានផលិតផលខ្មែរជាច្រើននៅក្នុងស្ថាប័ន KTN ដើម្បីជួយផ្សព្វផ្សាយជាចំណែកជួយដល់ប្រទេសជាតិយើងហើយក៏ជាចំណែកមួយដែលធ្វើពួកយើងស្ងប់ចិត្តផងដែរវាចង់ថាទទួលលុយក្នុងការផ្សព្វផ្សាយ sponsor ដូចគ្នាទេប៉ុន្តែដល់ពេលទទួលផ្សព្វផ្សាយផលិតផលខ្មែរដូចបេះដូងរីកជាងធម្មតាសប្បាយជាងធម្មតាចាអញ្ចឹងបងប្អូនអ្នកអាចចូលរួមបានហើយចំពោះលេខទំនាក់ទំនងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនៅក្នុងស្ថាប័ននិងអីហោហែចាំយើងខ្ញុំផ្ដល់ជូនហើយបងប្អូនគាត់ថាចុះមិនបាននិយាយរពាណិជ្ជកម្មនៅក្នុងវីដេអូនេះធម្មតាពួកខ្ញុំជាបុគ្គលិកធ្វើការយើងរក sponsor បានយើងមានភាគរយអញ្ចឹងគ្រាន់បានថ្លៃសាំងណាបងប្អូននិយាយត្រង់យើងមិនបាក់ទេនិយាយត្រង់តែកុំឲ្យនិយាយត្រង់តែពេលខ្លះយើង protocol ពេកខ្លាចដូចផ្ទះលេខ2បាទ add on ពេកវាចំបាត់មកមិនត្រង់បាទអញ្ចឹងយើងត្រង់មុនទៅហើយមុនពេលបំពាត់មកដល់បាទអញ្ចឹងអរគុណចំពោះលោកនាងការជជែកលើកដំបូងប្រហែលជានឹងមិនសូវសងតង់គ្នាមូលហេតុពីព្រោះថាយើងធ្លាប់ជជែកបែបនេះយើងធ្លាប់ជជែកខាងក្រៅអញ្ចឹងណាតែអាចនឹង show ក្រោយមកភាពសងតង់នឹងគ្នានឹងកាន់តែមានច្រើនជាងនេះហើយប្រធានបទក៏នឹងមានហោហែជូនបងប្អូនទាំងអស់គ្នាផងដែរប៉ុន្តែបច្ចុប្បន្ននេះដោយសារការងារពួកយើងទាំងអស់គ្នារវល់ទាំងអស់គ្នាយើងអត់ទាន់មាន schedule ច្បាស់លាស់ជូនបងប្អូនទាំងអស់គ្នាបានទេប៉ុន្តែធានាថានេះមិនមែនជា show ទី1ហើយជា show ចុងក្រោយទេចាហើយនឹងមួយទៀតបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំមាន channel YouTube រួចហើយដែលបងប្អូនកំពុងទស្សនានេះណាតែសម្រាប់បងប្អូនជា channel ថ្មីបាទថ្មីសិតចឹងចាំនាងខ្ញុំដាក់ channel របស់បងប្អូននៅលើវីដេអូរបស់ខ្ញុំចឹងបងប្អូនបានឃើញហើយបងប្អូនអាចចូលទៅចុច subscribe channel របស់គាត់ផង
ហើយរាល់អ្វីដែលគាត់មានជាការចែករំលែកគាត់នឹងផុសផ្សាយនៅក្នុង channel YouTube Lamlai Official បាទ Official ហើយចង់បិញអង្គរចាដាក់រូបអូននៅខាងលើហ្នឹងបាទនៅខាងលើហ្នឹងឃើញខ្ញុំញឹមយ៉ាងស្រស់ពព្រីតែឃើញកូនខ្មែរអង្គរញឹមហ្នឹងហ្នឹងហាប្អូនយើងបងប្អូនទាំងគ្នាថ្ងៃនេះមានកសែតបង្គោលដោយសារតែថ្ងៃនេះគឺជាថ្ងៃដែលកម្មាខ្មែរយើងចូលជាបេតិកភណ្ឌពិភពលោកផងដែរបងប្អូនទាំងគ្នាមានកម្មានៅផ្ទះដែរឬទេបើសិនជាមានសូមប្រើប្រាស់ឲ្យបានញឹកញាប់កម្មាគឺជាអត្តសញ្ញាណរបស់ជាតិយើងប្រើប្រាស់តាមជីវភាពប្រចាំថ្ងៃក៏បានចាប្រើប្រាស់ថតក្នុងវីដេអូក្នុងអីចេះក៏បានដែរបងប្អូនអរគ្នាសូមត្រឡប់ទៅក្រោយវិញពួកយើងនិយាយពី soft power សៀមធ្វើអានោះច្រើនណាអញ្ចឹងដល់វេនដែលយើងត្រូវជួយធ្វើមែនទេចាអញ្ចឹងការដែលយើងបង់កកសែងយើងកម្មាយើងប្រើក្នុងជីវភាពប្រចាំថ្ងៃរូបថតទៅអង្គរទៅអីហ្នឹងក៏រាប់ហៅថា soft power ដែរហើយបើបងប្អូនថាទេមិនទម្លាប់ប្រើទេទិញដាក់ក្នុងផ្ទះឲ្យកូនចៅឃើញហ្នឹងក៏ជា soft power ដែលយើងអាចធ្វើបានអញ្ចឹងអរគុណដល់បងប្អូនទាំងនេះចំពោះការចំណាយពេលវេលាក្នុងការទស្សនាហើយវីដេអូទី1នេះគឺថាផ្សព្វផ្សាយពាណិជ្ជកម្មច្រើនណាស់ព្រោះខ្លាចបងប្អូនមើលឲ្យរត់បាត់អត់មកមើលវីដេអូទី2ទៀតបាទអញ្ចឹងគឺថាតាក់ម៉ួយឲ្យហើយវារៀងវែងឆ្ងាយបន្តិចតែក្រោយទៅពេលយើងស្គាល់គ្នាហើយអត់វែងឆ្ងាយអញ្ចឹងទៀតទេចានឹងមិនមានការណែនាំអីឲ្យវែងឆ្ងាយទៀតទេយើងខ្លឹមសាច់កាយយកតែម្ដងជូនពរលោកអ្នកនាងមានសុខភមង្គលទាំងអស់គ្នាហើយអធិស្ឋានបើមានកំហុសឆ្គងដោយអចេតនាស្វាគមន៍ជានិច្ចរាល់ការស្ថាបនាដោយក្តីមេត្តាពីបងប្អូនទាំងអស់គ្នាតែកុំជេរខ្ញុំចូលលុប comment ខណៈនេះនាងខ្ញុំបូសុគន្ធានិងបងប្រុសឡាំឡាយសូមអរគុណនិងសូមជម្រាបលា